អូតំណងណានិយាយពីថា trip ទៅស្ទឹងត្រែងលើកនេះអត់ខកបំណងទេបងប្អូនជាពិសេសរឿងញ៉ាំហ្មងបងប្អូនហើយមិត្តភ័ក្តិក្រុមការងាររបស់ខ្ញុំនឹងគាត់បកកែដែររចំណាងនឹងមែនតែនជាពិសេសទោះបីជានៅលាក់ខ្លួនម្ដុំក្លុកកលៀនណាក៏រកឃើញដែរបងប្អូនរឿងញ៉ាំនឹងទៅខេត្តស្ទឹងត្រែងគឺសម្បូរបែបហ៎បងប្អូនជាពិសេសចំណាងនឹងលើកទី1ដែលខ្ញុំបានញ៉ាំហើយបានស្គាល់រសជាតិនឹងគេណាចំណាងនឹងគេធ្វើភាគច្រើនគេធ្វើពីសាច់គោបងប្អូនប៉ុន្តែគេមិនមែនដាក់អាស្អីគេអាចគោដូចគេនិយាយនោះទេល្វិញអីហ្នឹងគេអត់មានដាក់ទេគឺដាក់ដើមចំណាងណាបងប្អូនហើយនេះដើមបក្រីវដែលគេញ៉ាំជាមួយចំណាងហ្នឹងហ្មងហើយចំណាងនេះបើតាមបងអ្នកលក់គាត់ថាមិនមែនធ្វើភ្លាមបានភ្លាមណាធ្វើងាស់បន្លែប្រ3យប់3ថ្ងៃឲ្យវាងុំល្អហើយលួយបន្លែខ្លាយជាទឹកពណ៌ដូចខ្មៅហ្នឹងណាបានឆ្ងាញ់និយាយទៅចំណាងគាត់នឹងល្បីមែនតែល្បីដល់ស្រុកគេទៀតនៅអាមេរិកនៅអីក៏គេខ្ចប់យកទៅដែរហើយមែនហើយញ៉ាំអស់ចិត្តហើយមករុករកដើមចំណាងនៅផ្ទះគាត់ទៀតចង់ស្គាល់ដើមចំណាងនៅមិនគេលើបានស្គាល់ហើយបងប្អូននេះគឺដើមវាដើមនេះធ្លាប់ឃើញតានៅស្រុកខ្ញុំមានខ្មោចណាមិនមែនស្ដាច់ទៀងតែមិនមែនស្ដាច់ខ្មោចទេ